ស្នេហារបស់ខ្ញុំត្រូវបានបាត់បង់ទៅហើយវាបាននាំជីវិតខ្ញុំទៅរកការឈឺចាប់យ៉ាងខ្លាំងក្លាទាំងផ្លូវចិត្តនិងកាយវាជារបួសយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីការបែកបាក់ស្នេហាដែលមិនសមហេតុផលហើយតម្រូវការរបស់ពួកយើងមិនបានបំពេញឲ្យគ្នាតាមដែលម្នាក់ៗត្រូវការវាបានធ្វើឲ្យខ្ញុំសោកសៅយ៉ាងខ្លាំងបំផុតចំពោះអារម្មណ៍បែកបាក់មួយនេះខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្ញុំមិនអាចទទួលយករឿងនេះបានទេទាំងដែលរឿងនេះបានកើតឡើងមកលើខ្ញុំទៅហើយខ្ញុំក៏បានទទួលអារម្មណ៍មួយដែលរំញោចឲ្យខ្ញុំដឹងថាពិភពលោកនេះគឺងងឹតសូន្យឈឹងហើយគ្មានន័យសម្រាប់ខ្ញុំឡើយខ្ញុំមើលមិនឃើញសោះនៅអនាគតដែលភ្លឺថ្លាក្តីស្រមៃរបស់ខ្ញុំវាបានរលាយសាបសូន្យទៅហើយសូម្បីតែអត្តសញ្ញាណនៃខ្លួនខ្ញុំនៅពេលនេះក៏ខ្ញុំមិនដឹងដែរថាខ្ញុំជានរណាខ្ញុំបានវិលវល់នៅក្នុងអារម្មណ៍ដ៏ឈឺចាប់មួយនេះទាំងដែលខ្ញុំមិនបានដឹងថាមានមនុស្សជាច្រើនបានឆ្លងកាត់អារម្មណ៍ដ៏ឈឺចាប់នៃការបែកបាក់ស្នេហាហើយបច្ចុប្បន្នពួកគេកំពុងតែរស់នៅដោយក្តីសុខសាន្តវាជាការពិតណាស់អារម្មណ៍នៃការបែកបាក់ស្នេហាវាបាននាំយើងឲ្យមានការឈឺចាប់យ៉ាងខ្លាំងគឺវាបានទៅរំញោចប្រព័ន្ធខួរក្បាលរបស់យើងឲ្យសកម្មទៅរកអារម្មណ៍ដែលឈឺចាប់ហើយបណ្ដាលឲ្យយើងកើតមានរោគសញ្ញា stress ជាច្រើនដោយសារការផ្លាស់ប្ដូរនៃសារធាតុគីមីនៃប្រព័ន្ធប្រសាទរបស់យើងនិងបានដឹកនាំសារពាង្គកាយរបស់យើងឆ្ពោះទៅរកអារម្មណ៍ឯកាអារម្មណ៍គ្មានអ្នកស្រឡាញ់អារម្មណ៍ធ្លាក់ទឹកចិត្តនិងអារម្មណ៍ដែលគ្មានតម្លៃអ្នកណាក៏គេចង់រស់នៅមានក្តីសុខនិងរីករាយនិងមានអារម្មណ៍ល្អអារម្មណ៍សុខសាន្តអ្នកណាក៏ចង់បានដែរសូម្បីតែអ្នកដែលបែកបាក់ស្នេហាឬអ្នកខូចចិត្តរឿងស្នេហាហ្នឹងគាត់ចង់បានណាអារម្មណ៍មួយដែលរីករាយអារម្មណ៍មួយដែលមានក្តីសុខអារម្មណ៍ដែលគេហៅថាមនុស្សគ្រប់គ្នាប្រាថ្នាគាត់ក៏ចង់បានដែរប៉ុន្តែវាជាធម្មជាតិសារធាតុគីមីនៃប្រព័ន្ធប្រសាទរបស់យើងហ្នឹងវាប្រែប្រួលនាំយើងទៅអារម្មណ៍មួយដែលតែលតោលឯកាទុកសោករិញរៃសោកសង្រេងរ៉ាំរ៉ៃដែលយើងអត់ចង់ណាគ្រាន់តែបែកព្រឹកហ្នឹងគាត់តែឃើញ text message មកឬក៏គ្រាន់តែជួបគ្នាហើយគេប្រាប់ឬក៏ឮដំណឹងឬក៏បានដឹងខ្លួនថាបែកគឺទាំងអារម្មណ៍ផ្លូវចិត្តរូបកាយរបស់យើងគឺចាប់ដើមធ្លាក់ចុះងើបមិនរួចអារម្មណ៍គឺសោកសង្រេងរ៉ាំរ៉ៃគឺមានន័យថាគ្រាន់តែឮភ្លាមអារម្មណ៍យើងប្រែប្រួលភ្លាមដោយសារអាសារធាតុគីមីនៅក្នុងរាងកាយយើងវាផ្លាស់ប្ដូរភ្លាមអញ្ចឹងនៅក្នុងស្ថានភាពហ្នឹងបើវាលំបាកបើវាមើលទៅវាវេទនាវាមានន័យថាតើអ្នកឆ្លងកាត់ទៅបានដឹងថាអារម្មណ៍ហ្នឹងវាលំបាកប៉ុណ្ណាឥឡូវបើសិនជាយើងស្ថិតនៅក្នុងដំណាក់កាលហ្នឹងស្ថិតនៅក្នុងអារម្មណ៍ហ្នឹងហើយយើងមិនចង់ទេប៉ុន្តែឥឡូវយើងនៅហ្នឹងហើយយើងគួរតែធ្វើមិនបន្តឲ្យវាបែកបាក់តទៅទៀតឬក៏ធ្វើមិនពេលខ្លះការបែកបាក់ស្នេហាវាបានដាស់អារម្មណ៍និងការគិតរបស់យើងឲ្យរលឹកដឹងនៅក្នុងសតិថាយើងមានក្តីសុខមានតម្លៃជាងមុនបន្ទាប់ពីបែកបាក់ស្នេហាតើយើងទាំងអស់គ្នាធ្លាប់បែកបាក់ស្នេហាដែរឬទេស្ថិតនៅក្នុងអារម្មណ៍ឈឺចាប់តែលតោលឯកាឬក៏ទទួលបានការព្យាបាលជាសះស្បើយហើយឬកំពុងតែមានក្តីសុខនិងជោគជ័យយកឈ្នះលើអារម្មណ៍ឈឺចាប់មានថាឆ្លងផុតរួចទៅហើយអញ្ចឹងបើសិនជាបានឆ្លងផុតហើយតើយើងធ្វើរបៀបណាតើយើងគិតរបៀបណាតើយើងជួយខ្លួនឯងរបៀបណាទៅរួចផុតពីអារម្មណ៍ឈឺចាប់ហ្នឹងអាច comment នៅខាងក្រោមទៅដើម្បីឲ្យអ្នកដែលកំពុងតែមានអារម្មណ៍ថាឈឺចាប់ដែលស្ថិតនៅក្នុងស្ថានភាពដូចអ្នកគ្រូរៀបរាប់ខាងលើមិញហ្នឹងគាត់បានអានគាត់បានរៀនតាមដើម្បីជួយឲ្យគាត់ឆ្លងផុតពីអារម្មណ៍ឈឺចាប់ហ្នឹងដែរហេតុផលនៃការបែកបាក់ស្នេហាទី1ការបិទបាំងនិងលាក់ទុកក្តីស្រឡាញ់និងមិនអើពើនឹងដៃគូស្នេហាយើងជាសង្សារនឹងគ្នាជាប្តីប្រពន្ធនឹងគ្នាប៉ុន្តែវាមានកត្តាជាច្រើនតែបរោះឬក៏នារីប្រភេទខ្លះគាត់ស្រឡាញ់មិនមែនគាត់ជាមនុស្សមិនល្អទេមិនមែនមានន័យថាគាត់មិនចេះស្រឡាញ់ឬក៏មិនស្រឡាញ់យើងទេគាត់ស្រឡាញ់ដែរហើយគាត់ក៏ជាមនុស្សល្អដែរនៅក្នុងសង្គមដែរគាត់មានសមត្ថភាពដែរប៉ុន្តែជាមនុស្សអត់ចេះបញ្ចេញឬក៏អត់ចេះបង្ហាញនៅក្តីស្រឡាញ់ហើយនឹងសេចក្តីស្នេហាឬក៏អារម្មណ៍ស្នេហារបស់គាត់អត់ចេះផ្ដល់ក្តីស្រឡាញ់តាមរយៈអីមួយការឲ្យកដោឬការសរសើរឬការជំរុញទឹកចិត្តឬក៏លើកទឹកចិត្តប៉ុន្តែនៅក្នុងកត្តាខ្លះគឺមានន័យថាបរិសុទ្ធប្រភេទហ្នឹងគឺមានមនុស្សស្រីខ្លះគាត់ទទួលយកបានជាសង្សារហើយបន្ទាប់មកគាត់អាចរៀបការជាមួយគ្នាហើយគាត់រស់នៅជាមួយគ្នាមួយជីវិតគាត់អាចទទួលយកមនុស្សប្រុសបែបហ្នឹងបានហើយមនុស្សប្រុសឬក៏មនុស្សស្រីប្រភេទនេះអាចមកពីរបៀបរបបដែលគាត់រស់នៅក្នុងគ្រួសារសង្គមគ្រួសាររបស់គាត់មានន័យថាស្រឡាញ់ឬក៏អត់សូវចេះបង្ហាញ
ឬក៏អាចសង្គមវប្បធម៌ខ្មែរយើងពីដើមមកអត់សូវចេះបង្ហាញក្តីស្រឡាញ់សូម្បីតែប្តីប្រពន្ធហ្នឹងបើគាត់ស្រឡាញ់ក៏ស្រឡាញ់ប៉ុន្តែឲ្យគាត់ចេះបង្ហាញអំពីក្តីស្រឡាញ់ការនិយាយចេញឬក៏ការរៀបរាប់អីគឺគាត់អត់ចេះទេការឲ្យជាកាដូឬឲ្យអីប៉ុន្តែគាត់ប្រឹងប្រែងតស៊ូលះបង់ដើម្បីមនុស្សដែលគាត់ស្រឡាញ់លះបង់ដើម្បីគ្រួសារគាត់ចេះប៉ុន្តែបើថាឲ្យគាត់បង្ហាញចេញមកគឺគាត់អត់ចេះបង្ហាញទេដើម្បីតែប្តីប្រពន្ធហ្នឹងគាត់អង្គុយក្បែរគ្នាឬគៀកកោយគ្នានៅសាធារណៈនៅក្នុងសហគមន៍ឬនៅសាធារណៈឬចំពោះកូនក៏គាត់អត់ដែរគាត់អត់បង្ហាញទេអញ្ចឹងនៅក្នុងន័យនេះគឺមានន័យថាមិនមានន័យថាគាត់មិនល្អបរិះនឹងមិនល្អឬស្ត្រីនឹងមិនល្អទេប៉ុន្តែដៃគូមកខាងគាត់អត់ចង់បានបរិះប្រភេទហ្នឹងឬក៏នារីប្រភេទហ្នឹងទេស្នេហាមួយបែកបាក់អាចនៅក្នុងលក្ខខណ្ឌហ្នឹងដែរមានន័យថាស្រឡាញ់តែមិនចេះបង្ហាញស្រឡាញ់តែមិនចេះបញ្ចេញវាមកឬក៏ប្រាប់មកថាស្រឡាញ់ថាយើងបិទបាំងបង្ើយកន្តើយឬក៏មិនអើពើជួនកាលក៏អាចដៃគូម្ខាងក៏ដើរចេញពីយើងដែរអញ្ចឹងនៅក្នុងលក្ខខណ្ឌហ្នឹងដែលអាចបែកបាក់ស្នេហាដែរទី2គឺមានន័យថាភាគីម្ខាងហ្នឹងគឺអាកប្បកិរិយារបស់គាត់គឺมันអាចទទួលយកបានអាកប្បកិរិយាដែលมันអាចទទួលយកបានហ្នឹងគឺមានន័យថាពេលខ្លះគាត់ចូលចិត្តនិយាយលឺហើយនិយាយតាមសាធារណៈអីដូចរបៀបថាអត់ចេះថ្នមពាក្យថ្នមសម្ដីឬក៏ជាមនុស្សដែលមិនមានអាកំបាំងរឿងអីក៏និយាយឬក៏អ្នកខ្លះគាត់ជាមនុស្សដែលក្រិចឬក៏ចេះរៀបចំឬក៏មនុស្សខ្លះគាត់ strict ពេកគាត់ប្រកាន់ពេកអីចឹងទៅអាកប្បកិរិយាខ្លះប៉ុន្តែមិនមែនមានន័យថាគាត់អត់ល្អទេគាត់ល្អឬក៏គាត់ជាមនុស្សដែលល្អសម្រាប់អ្នកដទៃដែរប៉ុន្តែអាចដៃគូពីអ្នកគាត់ហ្នឹងពេលគាត់ស្រឡាញ់គ្នាជាសង្សារដល់ពេលគាត់មើលចិត្តគ្នាយូរទៅគាត់គិតថាអត់អាចស្រឡាញ់គ្នាតទៅទៀតទេអញ្ចឹងអាចដៃគូមកខាងគាត់សម្រេចចិត្តបែកចាគាត់សម្រេចចិត្តបែកចឹងអញ្ចឹងអាកប្បកិរិយាមានន័យថាអាកប្បកិរិយាដៃគូស្នេហាពីរអ្នកហ្នឹងគឺគាត់អាកប្បកិរិយាផ្ទុយគ្នាឬក៏ចរិតលក្ខណៈអត់ដូចគ្នាអញ្ចឹងចរិតលក្ខណៈអត់ដូចគ្នាក៏យើងបែកគ្នាទៅយើងសិតតែមនុស្សល្អនៅក្នុងសង្គមជាមនុស្សល្អរៀងខ្លួនទេអញ្ចឹងលក្ខណៈសម្បត្តិអត់ដូចគ្នាអញ្ចឹងក៏បែកគ្នាដើម្បីតែរកមនុស្សណាដែលមានលក្ខណៈសម្បត្តិដូចគ្នាអញ្ចឹងនៅក្នុងអាកប្បកិរិយានេះជួនកាលអាចជាដៃគូស្នេហាឬសង្សារហ្នឹងលក្ខណៈសម្បត្តិឬអាកប្បកិរិយាដូចគ្នាតែជួនកាលជាគ្រួសារមានន័យថាគ្រួសារហ្នឹងគឺយើងមានលក្ខណៈសម្បត្តិឬក៏វប្បធម៌ឬប្រពៃណីគេហ្នឹងគឺអត់ដូចយើងដែលយើងអាចទទួលយកបានណាពីព្រោះជាសង្សារឬក៏ជាស្នេហាអាហ្នឹងជាអ្វីដែលយើងត្រូវជ្រើសរើសយើងត្រូវមើលជួនកាលអត់ដូចគ្នាក៏យើងអាចទទួលយកបានទី3ហ្នឹងគឺមានន័យថាជាមនុស្សប្រភេទឆាប់ខឹងអញ្ចឹងអាការដែលឆាប់ខឹងហ្នឹងក៏ធ្វើឲ្យស្នេហាបែកបាក់ដែរខឹងដោយមិនសមហេតុផលបើខឹងដោយមានហេតុផលមានអីត្រឹមត្រូវអត់អីណាដោយរបៀបថាយើងពេលខ្លះយើងកុហកគេឬក៏យើងសន្យាជួបម៉ោងនេះប៉ុន្តែយើងអត់មកអីចឹងទៅហើយអត់ប្រាប់មុនអីចឹងទៅអាចជាការខឹងដែលមានហេតុផលយើងសុំទោសសុំអីប៉ុន្តែមនុស្សប្រភេទខ្លះគឺខឹងអត់ហេតុផលហ្មងជួនកាលមកជួបមុខគ្នាអត់ដឹងរឿងអីផងខឹងជួនកាលអត់ដឹងថាមានបញ្ហាអីឬក៏មិនផងអត់និយាយឬក៏មានអារម្មណ៍ថាដែលយើងជាដៃគូស្នេហាឬក៏សង្សារមានអារម្មណ៍ថាដូចនៅជាមួយហត់ហ្មងណាចង់និយាយថាអីក៏ខឹងស្អីក៏ខឹងអញ្ចឹងភាគីមកខាងទៀតជួនកាលគេសម្រេចចិត្តបែកពីព្រោះអីមានស្នេហារំខានហើយអត់មានក្តីសុខប៉ុន្តែអ្នកខ្លះអត់អីទេដោយសារគាត់ស្រឡាញ់គេហៅថាសេចក្តីស្រឡាញ់គ្របបាំងអស់ទាំងកំហុសអញ្ចឹងកំពុងពេញស្រឡាញ់កំពុងតែស្នេហាហ្នឹងគឺគាត់ទទួលយកបានខឹងអត់ហេតុផលអកប្បកិរិយាមិនអីមិនដោយសារក្តីស្រឡាញ់អញ្ចឹងគាត់ទទួលយកបានគាត់សម្រេចចិត្តនៅតែបន្តឲ្យក៏គាត់រៀបការជាមួយទៅប៉ុន្តែអ្នកគ្រូផ្ដាំថានៅពេលដែលរៀបការជាមួយហើយចំណុចដែលខឹងអត់សមហេតុផលជួនកាលមនុស្សយើងនៅវ័យមិនទាន់មានបន្ទុកស្រឡាញ់គ្របបាំងទាំងកំហុសមែនប៉ុន្តែនៅពេលដែលរៀបការហើយរស់នៅជាមួយគ្នាប្រចាំថ្ងៃបន្ទុកក្នុងជីវិតច្រើនរឿងរ៉ាវជីវិតច្រើនអញ្ចឹងវាស្មុគស្មាញដល់ពេលវាស្មុគស្មាញរឿងជាច្រើនដែលធ្វើឲ្យយើងស្មុគស្មាញខឹងឬក៏មូម៉ៅក្តៅក្រហាយហ្នឹងវាមានច្រើនហើយដល់ពេលមកផ្ទះដៃគូជីវិតរបស់យើងខឹងអត់ហេតុផលទៀតអញ្ចឹងជួនកាលវាប្រឈមនឹងការបែកបាក់ដែរអញ្ចឹងបើដើម្បីក្តីសុខនៅក្នុងគ្រួសារខឹងឲ្យមានហេតុផលទៅហើយរឿងខ្លះមានហេតុផលដែរតែកុំសូវខឹងច្រើនពេកក៏ល្អដែរដើម្បីក្តីសុខខ្លួនឯងហើយនឹងមនុស្សរស់នៅជុំវិញយើងជាពិសេសគឺដើម្បីដៃគូជីវិតយើងនឹងតែម្ដងទី4គឺមិនស្មោះត្រង់មិនជួយទុកធុរៈគ្នាអត់គ្រប់គ្រងអារម្មណ៍ផ្លូវចិត្តគ្នាណាចាមិនស្មោះត្រង់យើងដឹងស្រាប់តែវាមានមិនស្មោះត្រង់ច្រើនមានន័យថាមិនស្មោះមួយនឹងមួយមានន័យថាស្រឡាញ់ស្មោះមួយនឹងមួយជាស្នេហាជាសង្សារហ្នឹងមានថាមាន2មាន3អីហ្នឹងអាហ្នឹងគេស្មោះត្រង់ហើយមួយទៀតមិនស្មោះត្រង់តាក់ទងរឿងការកុហកផ្សេងឬក៏ថាទៅនេះទៅធ្វើនោះអីចឹងអញ្ចឹងមិនស្មោះត្រង់បើជាប្តីប្រពន្ធអាចមិនស្មោះត្រង់រឿងលុយកាក់ឬក៏ហៅថាមានគោលដៅជីវិតរួមគ្នាតែសកម្មភាពរបស់គេ
មានន័យថាសកម្មភាពបែកឆ្វេងបែកស្ដាំវាខុសចាកពីសកម្មភាពប្រចាំថ្ងៃសកម្មភាពប្រចាំថ្ងៃធ្វើដើម្បីដើរឲ្យដល់គោលដៅជីវិតប៉ុន្តែសកម្មភាពប្រចាំថ្ងៃរបស់គេបែកឆ្វេងបែកស្ដាំអញ្ចឹងវាអាចអាហ្នឹងគឺចូលថាមិនស្មោះត្រង់ដែរហើយអត់ចេះគ្រប់គ្រងផ្លូវចិត្តឬក៏អារម្មណ៍ពេលខ្លះយើងមានអារម្មណ៍ថាមានទុកឬក៏មានលំបាកឬក៏មានអីនៅតន់នៅជាស្នេហាដៃគូសង្សារពេលនិយាយប្រាប់ទៅដូចអត់ទទួលបានអារម្មណ៍ជាបានឲ្យក្រៅពីបន្ទោសស្ដីបណ្ដៅហើយអប់រំពេលយើងអត់មានទទួលបានអារម្មណ៍ថាមានក្តីសុខហើយបើសិនជាយើងមានជាដៃគូមានជាអីហើយយើងដូចថាមានបញ្ហាឬមានវិបត្តិមានអីចឹងវាថាយើងមានគ្នាជាទីពឹងពាក់បំណែកអាស្រ័យគ្នាអញ្ចឹងទៅណាមានការអីជួយឬក៏រត់រោគ្នាយ៉ាងហោចតែចឹងនិយាយថាវាក្រាន់បើជាងមិត្តភ័ក្តិបើមិត្តភ័ក្តិយើងនៅចេះជួយគ្នាអញ្ចឹងយើងសង្សារវាអាចលើសពីមិត្តភ័ក្តិដែលអាចជួយទុកទម្លាក់គ្នាបានឬក៏មានរឿងអីមានការអីប៉ុន្តែឲ្យសមហេតុផលណាយើងឲ្យសមហេតុផលដែរព្រោះអីយើងដូចរៀបរាប់ខាងលើចឹងខឹងឲ្យសមហេតុផលដែរពេលខ្លះគ្នារវល់ឬពេលខ្លះគ្នាចប់ធុរៈឬក៏ចប់អីដែរអញ្ចឹងណាគេអត់អាចមកជួយយើងបានឬក៏គេមានបញ្ហានឹងស្រ័យលើការជជែកគ្នាប៉ុន្តែកុំឲ្យអត់សោះវាថាមានដៃគូប៉ុន្តែដូចតានៅម្នាក់ឯងដដែលហ្នឹងដល់ពេលចឹងហើយទៅជាហេតុផលដែលដៃគូសម្រាប់ចិត្តថាបែកបាក់ឬក៏សម្រាប់ចិត្តថាបែកគ្នាពេលខ្លះអាការសម្រាប់ចិត្តបែកហ្នឹងគឺមិនមែនមានន័យថាដោយរីករាយទេព្រោះអីពេលខ្លះសម្រាប់ចិត្តខ្លួនឯងជាអ្នកសម្រាប់ចិត្តថាបែកពីគេប៉ុន្តែអារម្មណ៍ខ្លួនឯងនឹងក៏ឈឺចាប់ដែរតែដោយសារប្រើការគិតប្រើគំនិតមានហេតុនិងមានផលដើម្បីយកឈ្នះអារម្មណ៍និងបេះដូងដែលស្រឡាញ់គ្នាហ្នឹងគឺមានថាប្រើការគិតគឺត្រូវតែបែកដើម្បីឲ្យបានប្រសើរជាងមុនអញ្ចឹងទី5មនុស្សដែលបង្កគ្រោះថ្នាក់ឬក៏ជាមនុស្សដែលមានឥទ្ធិពលមិនល្អនៅក្នុងសង្គមពេលយើងបានជាដៃគូស្នេហាជាសង្សារហើយគាត់រំខានការអភិវឌ្ឍអនាគតរបស់យើងគាត់រំខានដល់សកម្មភាពប្រចាំថ្ងៃដែលសម្រាប់ដល់គោលដៅជីវិតរបស់យើងហើយគាត់អត់មានគោលដៅរួមជាមួយយើងទេវ័យយើងនៅពេលដែលយើងនៅអាយុ15 16ចន្លោះ15 16 20ជាងដល់30អីហ្នឹងគឺវ័យដែលយើងអភិវឌ្ឍសមត្ថភាពចំណេះដឹងខ្លួនឯងដើម្បីរលុយរចំណូលដើម្បីមកទ្រទ្រង់ជីវិតនិងជីវភាពខ្លួនឯងនៅពេលដែលយើងចាស់ទៅយើងរស់នៅក្នុងជីវភាពមួយដែលប្រសើរមានកន្លែងរស់នៅហើយនឹងមានអាហារគ្រប់គ្រាន់កសាងគ្រួសារមួយប៉ុន្តែនៅក្នុងវ័យហ្នឹងបើសិនជាបុគ្គលម្នាក់ហ្នឹងគាត់បង្កគ្រោះថ្នាក់ដល់យើងគ្រោះថ្នាក់អីគ្រោះថ្នាក់ដល់អនាគតរបស់យើងកំពុងសិក្សាអត់ចូលរៀនអត់ចូលរឿងនោះអត់ចេះចប់រៀនអត់ចូលអញ្ចឹងជួនកាលហេតុផលហ្នឹងដែរធ្វើឲ្យយើងសម្រេចចិត្តថាដើរតាមបេះដូងឬដើរតាមការគិតបើដើរតាមបេះដូងគឺបាត់បង់ការសិក្សាបាត់បង់ការងារខូចអនាគតតែបើដើរតាមខួរក្បាលយើងជោគជ័យប៉ុន្តែយើងត្រូវបាត់បង់ស្នេហានៅក្នុងគ្រាហ្នឹងអញ្ចឹងអ្នកខ្លះសម្រេចចិត្តបោះបង់ស្នេហាឬលែងខ្វល់នឹងស្នេហាគាត់ចាប់យកគាត់សុខចិត្តបែកបាក់ហើយគាត់ចាប់យកការសិក្សាឲ្យចប់ដើម្បីសម្រេចបានគោលដៅជីវិតគាត់ពីព្រោះនៅក្នុងវ័យហ្នឹងត្រូវមិនចាប់បានចំណេះវិជ្ជាអភិវឌ្ឍខ្លួនឯងមានការងារធ្វើល្អអញ្ចឹងគាត់បោះបង់ស្នេហាមួយរយៈនឹងសិនមិនមានន័យថាគាត់ចង់បែកទេប៉ុន្តែវារំខានវាគ្រោះថ្នាក់តែបើបុគ្គលប្រភេទទៀតអាចជាបរិសុទ្ធឬក៏ជានារីហ្នឹងគាត់ជាមនុស្សដែលប្រឆាំងនឹងសង្គមគេហៅថាមានអាកប្បកិរិយាសកម្មភាពប្រឆាំងនឹងសង្គមដូចជាការឆក់លួចប្លន់ឬក៏ស្ថិតនៅក្នុងបកពួកណាដែលថាធ្វើឲ្យសង្គមយើងប៉ះពាល់ឬក៏ខុសនឹងច្បាប់សង្គមខុសនឹងច្បាប់ប្រទេសអីចឹងណាអញ្ចឹងបើសិនជាយើងនៅជាមួយមិនបាច់ចាំថាដល់ប្តីប្រពន្ធយើងជាសង្សារសម្រាប់តែដើរលេងណាឬក៏យើងនៅជាមួយគ្នាគេអាចគ្រោះថ្នាក់ដល់យើងពាក្យខ្មែរយើងនិយាយថាត្រីស្អុយមួយកន្ត្រកអញ្ចឹងបើសិនយើងនៅជាមួយគឺវាមិនត្រឹមតែធ្វើឲ្យអនាគតយើងអត់រីកចម្រើនឬអត់ទៅមុខប៉ុន្តែវាបង្កគ្រោះថ្នាក់ដល់យើងដែរអញ្ចឹងក៏យើងសម្រេចចិត្តថាបែកគ្នាចាសម្រេចចិត្តបែកគ្នាដែរហេតុផលហ្នឹងទី6គឺមានន័យថាមនុស្សដែលកុហកលួចហើយប្រភេទមនុស្សខ្លះជាប្រភេទមនុស្សដែលឆាប់ចោះចាញ់នឹងជីវិតអញ្ចឹងយើងគិតថាឲ្យតែប្រភេទមនុស្សកុហកថាប៉ិតបើយើងនិយាយមនុស្សយើងទូទៅអ្នកណាក៏ដោយក៏ចេះកុហកដែរអត់មានអ្នកណាអត់ចេះកុហកទេប៉ុន្តែនៅក្នុងការកុហកនេះគឺមានន័យថានៅក្នុងប្រភេទជាការកុហកដែលធ្វើឲ្យប៉ះពាល់យើងប៉ះពាល់សង្គមឬក៏ប៉ះពាល់អនាគតធ្ងន់ធ្ងរឬក៏ជាការកុហកដែលធ្វើឲ្យយើងមិនទទួលបានតម្លៃឬក៏ជាការកុហកដែលធ្វើឲ្យមានការបំពានមកលើយើងអញ្ចឹងមនុស្សដែលកុហកឬក៏តែងតែកុហកឬក៏កុហកដែលធ្វើឲ្យយើងមានអារម្មណ៍ថាឈឺចាប់ណាអញ្ចឹងក៏សម្រេចចិត្តបែកដែរបើនិយាយអំពីមនុស្សប្រភេទដែលលួចស្រីក៏ដោយប្រុសក៏ដោយហើយលួចអត់មានករណីលើកលែងទេលួចតូចក៏ដោយលួចលុយ100រៀលក៏ដោយលួចរបស់តូចតាចក៏ដោយឲ្យតែពាក្យថាលួចគឺអត់អាចទទួលយកបានអញ្ចឹងគឺគាត់សម្រេចថាបែកតែម្ដងចាហ
ហើយមួយទៀតជាប្រភេទដែលមនុស្សស្រីឬក៏មនុស្សប្រុសដែលគាត់ឆាប់ចោះចាញ់នឹងជីវិតណាមានន័យថាគាត់អត់មានភាពធន់នឹងបញ្ហាមនុស្សអត់មានគោលដៅក្នុងជីវិតរស់មួយថ្ងៃសម្រាប់មួយថ្ងៃហើយអ្នកណានាំទៅណាឬធ្វើអីក៏បានឬក៏មនុស្សខ្លះមានគោលដៅមានក្តីសម័យដែរប៉ុន្តែជួបវិបត្តិតិចតួចត្អូញត្អែហើយអស់កម្លាំងឆាប់បោះបង់ណាថាទៅមុខលេងរួចដែរទៅមុខលេងរួចហើយកម្មភាពជាប្រចាំថ្ងៃឲ្យតែមានរឿងអីបន្តិចគឺឈឺចាប់ត្អូញត្អែគឺអត់អាចទៅមុខរួចហើយគោលដៅជីវិតមិនសម្រេចហើយបោះបង់គោលដៅហ្មងហើយគោលដៅដូររហូតចាអ្នកខ្លះគ្មានគោលដៅអ្នកខ្លះមានគោលដៅដែរប៉ុន្តែជួបទាំងបញ្ហាជីវិតអីបន្តិចតួចគឺអត់តស៊ូអត់ជំនះដើម្បីសម្រេចបានគោលដៅហ្នឹងមានថាដើរតាមផ្លូវជួបវិបត្តិបោះបង់ជួបបញ្ហាបោះបង់អញ្ចឹងគោលដៅមានតែគោលដៅទៅអ្នកខ្លះគាត់ជាមនុស្សដែលមានគោលដៅហើយគាត់ជាមនុស្សដែលរៀបចំសកម្មភាពគាត់ជាមនុស្សដែលតស៊ូស្វិតស្វាញរឹងមាំគាត់ក៏សម្រេចចិត្តបែកដោយសារមានលក្ខណៈសម្បត្តិខុសពីគាត់ក៏សម្រេចចិត្តបែកដែរណាគាត់អត់ដើរតាមបេះដូងទេគាត់ដើរតាមការគិតបេះដូងគាត់នៅពេលដែលបែកគាត់ឈឺចាប់ប៉ុន្តែគាត់ជ្រើសរើសឈឺចាប់មួយរយៈដើម្បីដើរឲ្យដល់គោលដៅជីវិតគាត់ទី7គឺជាមនុស្សដែលមិនប្រឹងអភិវឌ្ឍខ្លួនបានប៉ុណ្ណារស់ប៉ុណ្ណឹងហើយការងារឬក៏ដំណើរជីវិតរស់នៅជួយចិត្តសុបាយស្រួលធ្វើរីករាយធ្វើជួបវិបត្តិឬក៏មានបញ្ហាគឺបោះបង់តែម្ដងហើយអត់ចង់រៀនបន្តទេរៀនធ្វើអ្វីដដែលចេះជាជំនាញអភិវឌ្ឍខ្លួនផ្នែកជំនាញណាមួយរៀនអំពីជីវិតរៀនពីអ្វីដែលនៅជុំវិញយើងរៀនពីអ្វីដែលយើងចេះហើយធ្វើវាដដែលរហូតដល់មានជំនាញតែបើសិនជាយើងបានរៀនបន្តទៅទៀតដើម្បីអភិវឌ្ឍខ្លួនយើងដល់កម្រិតខ្ពង់ខ្ពស់អីទៀតក៏វាល្អដែរប៉ុន្តែរៀនទៅតាមបញ្ញារបស់យើងដែលយើងអាចទៅបានអញ្ចឹងជាមនុស្សដែលអភិវឌ្ឍខ្លួនមនុស្សដែលខ្វះទំនាក់ទំនងសង្គមដៃគូរបស់គាត់ហ្នឹងគាត់ចូលចិត្តទំនាក់ទំនងគាត់ចូលចិត្តនិយាយគាត់រស់រាយគាត់រាក់ទាក់ដៃគូរបស់គាត់ហ្នឹងគឺអត់ចេះទំនាក់ទំនងសង្គមទេដើរទៅណាឬក៏ធ្វើអីហ្នឹងអត់ចេះទំនាក់ទំនងមនុស្សខ្លះគាត់គិតថាគាត់ចង់បានប្រភេទហ្នឹងឬក៏គាត់អាចទទួលយកបានប៉ុន្តែមនុស្សខ្លះគឺគាត់ទទួលយកអត់បានទេអញ្ចឹងជាហេតុផលដែលគាត់សម្រេចចិត្តបាយដែរចាទី8ហ្នឹងគឺមានន័យថាភាគីម្ខាងហ្នឹងគាត់អស់ក្តីស្រឡាញ់តែម្ដងគាត់អស់ក្តីស្រឡាញ់នឹងយើងអស់សេចក្តីចេតនាអស់ក្តីស្រឡាញ់យើងជាមនុស្សល្អហើយល្អគ្រប់បែបយ៉ាងឬក៏ល្អជាងគាត់ផងប៉ុន្តែគាត់មានអារម្មណ៍ថាការដែលរស់នៅជាសង្សារឬក៏រស់នៅជាមួយគ្នាយូរទៅមានអារម្មណ៍ថាដូចអស់សេចក្តីចេតនានិងអស់ក្តីស្រឡាញ់ពេលខ្លះឃើញមុខធុញមុខទៀតពេលខ្លះឃើញមុខមានអារម្មណ៍ថាបាត់បង់ក្តីសុខទៀតអញ្ចឹងគាត់សម្រេចចិត្តបែកអ្នកខ្លះគាត់អត់មានអ្នកថ្មីឬអត់មានទៅជ្រើសរើសអ្នកណាឬឃើញអ្នកណាទេគឺអារម្មណ៍គាត់មកបែបហ្នឹងគាត់សម្រេចចិត្តបែកតែម្ដងទៅប៉ុន្តែអ្នកខ្លះដោយសារគាត់ឃើញអ្នកថ្មីគាត់ឃើញអ្នកថ្មីហើយមិនមែនអ្នកថ្មីនឹងល្អជាងមិនមែនអ្នកថ្មីនឹងអស្ចារ្យជាងអីទេប៉ុន្តែអ្នកថ្មីហ្នឹងធ្វើឲ្យគាត់ទទួលបានអារម្មណ៍មានក្តីសុខធ្វើឲ្យគាត់មានកម្លាំងចិត្តធ្វើឲ្យគាត់រីករាយធ្វើឲ្យគាត់មានហារីកចម្រើនជាប្រចាំថ្ងៃជាងអញ្ចឹងធ្វើឲ្យគាត់ស្រឡាញ់អ្នកថ្មីហ្នឹងទៅដល់ពេលស្រឡាញ់អ្នកថ្មីកាលណាស្រឡាញ់អ្នកថ្មីទៅគាត់ត្រូវតែជ្រើសរើសមួយអញ្ចឹងគាត់សម្រេចចិត្តម៉ែចាពួកអីប៉ុន្តែអ្នកខ្លះស្រឡាញ់អ្នកថ្មីហើយអ្នកចាស់ក៏ស្រឡាញ់អ្នកថ្មីក៏ស្រឡាញ់មានអ្នកអញ្ចឹងដែរណាប៉ុន្តែគាត់ថាជាក់ស្ដែងมันមានដៃគូបរិសុទ្ធណាឬស្ត្រីណាគាត់ចង់បានអញ្ចឹងទេប៉ុន្តែគាត់ចង់បានមួយនឹងមួយអញ្ចឹងគាត់អាចសម្រេចចិត្តជ្រើសរើសមួយសម្រាប់ជីវិតគាត់ទៅចុងក្រោយហ្នឹងគាត់អាចជ្រើសរើសអ្នកណាអញ្ចឹងយើងដឹងទាំងអស់គ្នាហើយនេះគឺជាហេតុផលនៃការដែលមនុស្សម្នាក់សម្រេចបែកបាក់ស្នេហាតោះឥឡូវយើងមកដោះស្រាយវិបត្តិស្នេហាទាំងអស់គ្នានៅពេលដែលយើងជួបរឿងស្នេហាបែកបាក់ឈឺចាប់ដូចអ្វីដែលអ្នកគ្រូបានរៀបរាប់កន្លងមកថាអារម្មណ៍ហ្នឹងគឺវាខ្ទេចខ្ទាំគឺវាឈឺចាប់ប៉ុណ្ណាអញ្ចឹងជំហានទី1នៅពេលហ្នឹងគឺយើងមិនបាច់ចាំព្យាយាមដោះស្រាយឬក៏ថាត្រូវធ្វើបែបណាដើម្បីកាត់ចិត្តឬក៏ដើម្បីជួបឬក៏ដើម្បីយ៉ាងម៉េចមិនបាច់ខ្វល់អីទាំងអស់សំខាន់ទី1គឺទុកពេលវេលាឲ្យព្យាបាលខ្លួនឯងខ្មែរយើងចំណាំនិយាយថាពេលវេលាជាអ្នកដោះស្រាយអញ្ចឹងយើងទុកពេលវេលានឹងសិនតែកំឡុងពេលដែលយើងទុកពេលវេលាហ្នឹងគឺយើងត្រូវតែផ្ដោតមកលើខ្លួនឯងជួយខ្លួនឯងឲ្យទទួលស្គាល់ថារឿងហ្នឹងគឺជារឿងពិតយើងបានបែកបាក់ស្នេហាហើយយើងបានបាត់បង់ហើយអារម្មណ៍យើងពេលខ្លះអារម្មណ៍យើងអត់ទទួលស្គាល់ប៉ុន្តែគំនិតរបស់យើងហ្នឹងយើងត្រូវតែគិតថាយើងបាត់បង់ហើយយើងបែកបាក់ហើយមិនបាច់ចាំព្យាយាមបោះជំហានទៅកាន់អនាគតមួយដែលថ្មីឬក៏មិនចាំបាច់ព្
chia diêm đào thưa mấy đầm bay đo có đào rư có đào thưa mấy đầm bay áo chột chơi riêng snai ha đong tiết rư có đào yang mấy rư có tới thưa yang mấy đại bằng play cây ban này trong trồng hiên ti muối chăm mạnh nâng cứ ca kết nâng rõm rồi bác luôn anh nâng cứ tụi tôi qua ha dương bạch bằng hơi dương bạch bạc hơi nếu cứ miền này ha chui rõm lơ chất là bao dương ao tụi tôi qua sát than ở phía bạch bòn nâng sânสำคัญคือตัวสควอตสถานภาพปัจจุบันนึงสันตีปีกลุ่มนัดระบาดเยิงเป็นนั่งคือเวียก็เอาลังรับโรยรับเมินในขนมกากึดในขนมคู่กับบาลเยิงให้ตุ่มโนtừโรกากึดได้อะวิจมีนปันใต้เยิงกลุ่มกึดเพราะกลุ่มนัดระบาดเยิงเป็นนู้ฮะอาเจียกลุ่มนัดมันปิดให้บ่าวเยิงnơiแต่เจียยิมกึดcứ viên nơi tay mìnhปิดtay ở vây đểปิดcứรำระบาดเยิงcứ việcปิดเพราะอารมณ์เป็นนู้ยังตัวอารมณ์ท่าใบมะอารมณ์ได้ยังตัวบ้านคือชื่อจับไอกาคว้าเพียบออกขนาดไตเราเตาอารมณ์อ๋อดำไหลจังอารมณ์นู้คืออารมณ์ปิดได้ยังตัวสควอตฮะอารมณ์ปิดปันใต้การเกิดในไปนู้วิจารณ์เนี่ยวิจิการเกิดได้มันปิดชวนการยังเกิดฮะติดยังมันหล่อมาปีเกมันหล่อหรือก็ติดเกนี่ยัยกับhọยังติดเกในสลังยังดังติดเกกรอนได้นี่ยัยจังมาแบบนี้ดังให้ยังตายแต่รกโรโปรมีนจังดังจังลือท่าเกมแบบเฮ้ยจังกงปะดาวแต่เลยการกิดในไปนู้ปะดาวเลยอารมณ์บ่ยืงท่าอารมณ์ยืงเวียปัจจีชื่อจับมันสัญญาการกิดบ่ยืงปัตโตเกท่าเกมันหล่อบ่บังยืงอารมณ์บ่ยืงนึงจับตามชื่อจับโดยสาเกบ่บังจังมันสัญญายืงกิดท่ายืงมันหล่อได้เกบ่บังจังอารมณ์ยืงในไปนู้นึงจับตามมีอารมณ์ท่าชื่อจับให้โตจัดจังในไปได้การกิดบ่ยืงท่าเกนังวอลมาโรยืงวิ่งการกิดแบบนั้นคืออารมณ์บ่ยืงตัวแบบหนุกนัดរបស់យើងគឺត្រូវផ្ដោតតែរឿងមួយគត់តើខ្លួនឯងនៅសល់អីចេះធ្វើអីបច្ចុប្បន្នមានចំណេះវិជ្ជាកម្រិតណាមានចំណូលមានការងារធ្វើកម្រិតណាមានក្រុមគ្រួសារមានមិត្តភ័ក្តិមានសាច់ញាតិឬក៏អាចចេញទៅក្រៅជួបមិត្តភ័ក្តិឬក៏អាចជជែកណាយើងរករធនធានមនុស្សធនធានលុយកាក់របស់អ្វីដែលយើងមានហើយតើយើងអាចប្រើវាហើយយើងអាចខិតខំដោយរបៀបណាដើម្បីជួយខ្លួនឯងឲ្យជោគជ័យទៅមុខទៀតមនុស្សយើងកាលណាជោគជ័យនឹងការងារនឹងលុយកាក់គឺវាធ្វើឲ្យយើងមានកម្លាំងចិត្តអញ្ចឹងបើសិនជាការសិក្សាក៏មិនជោគជ័យឬក៏ការងារក៏មិនជោគជ័យបាត់បង់ស្នេហាទៀតគឺពេលហ្នឹងគឺវាលំបាកធ្ងន់ធ្ងរតែម្ដងតែបើសិនជាយើងមានការសិក្សាយើងមានគ្រួសារយើងមានមិត្តភ័ក្តិសង្គមហើយជាពិសេសគេឈ្មោះនឹងកិត្តិយសយើងនៅតែជាមនុស្សដែលល្អនៅក្នុងសង្គមមានការងារធ្វើយើងក្រាន់ជាជាងយើងគ្មានអីទាំងអស់អញ្ចឹងផ្ដោតមកលើថាយើងមានអីសល់អីមនុស្សគ្រប់គ្នាមិនមែនយើងអត់សល់អីសោះទេមិនក៏យើងមានរូបកាយមានកម្លាំងងើបទៅតស៊ូបន្តទៀតកុំគិតអីច្រើននៅក្នុងកំឡុងពេលហ្នឹងពីព្រោះគំនិតនឹងសត្វតែជាអវិជ្ជមាននៅពេលដែលយើងកំពុងតែជួបរឿងហ្នឹងអញ្ចឹងគិតតែប៉ុណ្្នឹងថាសល់អីមានអីហើយចេញទៅអភិវឌ្ឍអ្វីដែលយើងមានហ្នឹងដើម្បីរកបានធនធានមកឲ្យច្រើនអញ្ចឹងបើសិនជាយើងធ្វើដោយអ្វីដែលអ្នកគ្រូប្រាប់រករកឃើញធនធានប្រឹងអភិវឌ្ឍខ្លួនឯងអញ្ចឹងមានន័យថានៅពេលដែលយើងប្រើគំនិតរបស់យើងនឿយហត់ក្នុងការរកធនធានក្នុងការរកអ្វីដែលយើងមានទៅអភិវឌ្ឍជំនាញទៅអភិវឌ្ឍសមត្ថភាពយើងប្រឹងទៅជំនះនៅក្នុងសង្គមនៅពេលដែលយើងនឿយហត់នៅក្នុងការងារហ្នឹងយើងនឿយហត់ក្នុងការអភិវឌ្ឍខ្លួនឯងហ្នឹងធ្វើឲ្យយើងភ្លេចអារម្មណ៍ឈឺចាប់ហ្នឹងមកម៉ោង2ម៉ោង3ម៉ោង7ម៉ោង8ម៉ោងធ្វើឲ្យយើងភ្លេចដែរហើយនៅពេលដែលយើងនឿយហត់រូបកាយខ្លាំងដែលពេលយើងចេញទៅធ្វើការនឿយហត់រូបកាយខ្លាំងហ្នឹងវាធ្វើឲ្យយើងអាចបញ្ចេញអរម៉ូន stress អញ្ចឹងនៅពេលដែលយើងត្រឡប់ចូលមកវិញយើងអត់កម្លាំងយើងអត់មានសូវមានពេលកាត់ទុកយើងអាចគេងលក់ស្រួលដែរអញ្ចឹងធ្វើមិនឲ្យគំនិតយើងហត់នឿយរូបកាយយើងហត់នឿយប៉ុន្តែនៅក្នុងផ្លូវវិជ្ជមានយើងអាចគេងលក់ស្រួលប៉ុន្តែបើសិនជាគំនិតយើងទៅហត់នឿយក្នុងការគិតអវិជ្ជមានឬក៏កាយយើងហត់នឿយនឹងទៅតាមរុករឬក៏ទៅតាមស្វែងរកឬក៏ទៅធ្វើរឿងដែលអវិជ្ជមានពេលយើងត្រឡប់មកផ្ទះវិញអារឿងអវិជ្ជមាននឹងវាដិតដាននៅក្នុងរូបកាយយើងនៅក្នុងគំនិតយើងធ្វើឲ្យយើងត្រឡប់មកវិញគេងលក់អត់ស្រួលទេអញ្ចឹងបើសិនជាយើងធ្វើនៅអ្វីដែលអ្នកគ្រូបានប្រាប់មិញហ្នឹងណាអញ្ចឹងនៅពេលហ្នឹងគឺយើងនឹកឃើញមិនអត់នឹកឃើញទេប៉ុន្តែយើងអាចបន្លប់ខ្លួនឯងបន្តិចម្ដងអញ្ចឹងពេលវេលាហ្នឹងវានឹងជាបាលយើងអូតូម៉ាទិកតែម្ដងយើងនឹងជាពីវិបត្តិស្នេហាហ្នឹងដោយមិនដឹងខ្លួនឲ្យតែធ្វើដោយអ្នកគ្រូដែលបានប្រាប់មិញហ្នឹងធ្វើដោយអ្នកគ្រូដែលបានប្រាប់មិញកុំទុកពេលទៅស្រាវជ្រាវកុំទុកពេលទៅរករកព័ត៌មានពីគេកុំទុកពេលទៅគិតរឿងអវិជ្ជមានអំពីគេឬមនុស្សជុំវិញខ្លួនកុំគិតអំពីស្នេហាហ្នឹងទៀតគិតអំពីធ្វើម៉េចឲ្យខ្លួនឯងអភិវឌ្ឍគិតធ្វើម៉េចឲ្យខ្លួនឯងរីកចម្រើនទុកឲ្យពេលវេលាជាអ្នកដោះស្រាយហើយដួងចិត្តយើងនឹងព្យាបាលជាឲ្យស្វ័យប្រវត្តិតែម្ដងទី3គឺការបង្ហាញភាពសោកសង្រេងដែលវិជ្ជមាន
យើងអាចបង្ហាញបានថាអារម្មណ៍ឈឺចាប់របស់យើងភាពសោកសង្រេងរបស់យើងបេះដូងរបស់យើងខ្ទេចខ្ទាំតែបង្ហាញវាមកឲ្យវិជ្ជមានហើយនៅក្នុងពេលហ្នឹងគឺកម្លាំងរបស់យើងវាអត់ពេញលេញទេព្រោះយើងកំពុងឈឺចាប់អញ្ចឹងមានន័យថាយើងអាចរកក្រុមគ្រួសារឬក៏មិត្តភ័ក្តិឬបុគ្គលណាមួយដែលយើងអាចទុកចិត្តបានមានបទពិសោធន៍ជីវិតជាងយើងឬក៏ប្រហាក់ប្រហែលយើងប៉ុន្តែគាត់មានជំនាញស្ដាប់ហើយយល់ចិត្តយើងមិនបន្តក៏មិនណែនាំយើងនៅក្នុងផ្លូវអវិជ្ជមានណាអញ្ចឹងយើងទៅជួបគាត់ហើយនិយាយនឹងរៀបរាប់រឿងរ៉ាវជីវិតរបស់យើងនឹងប្រាប់គាត់ដើម្បីឲ្យអារម្មណ៍យើងធូរស្រាលអាចប្រាប់បានម្នាក់2នាក់3នាក់គឺយើងប្រាប់ហើយមានន័យថាមនុស្សហ្នឹងគឺអាចរក្សាការសម្ងាត់ឲ្យយើងបានហើយនៅពេលដែលយើងនិយាយទៅធូរស្រាលធ្វើឲ្យយើងមានកម្លាំងចិត្តដើម្បីបន្តជីវិតទៅមុខទៀតអញ្ចឹងមនុស្សដែលយើងនិយាយប្រាប់ហ្នឹងណាមិនមែនប្រកាសថាមនុស្សដែលយើងស្រឡាញ់ឬក៏ក្រុមគ្រួសារបងប្អូនមិត្តភ័ក្តិដែលគេស្រឡាញ់យើងគឺសុទ្ធតែយើងទៅអាចនិយាយប្រាប់បានទាំងអស់ទេជួនកាលឪពុកម្ដាយយើងក៏ស្រឡាញ់យើងមែនប៉ុន្តែគាត់ស្ដាប់រឿងយើងទៅគាត់ឆ្លងអារម្មណ៍ឈឺចាប់ដែរអញ្ចឹងគាត់អត់អាចស្ដាប់រឿងយើងបានល្អទេអញ្ចឹងគាត់មិនមែនជាបុគ្គលដែលយើងនិយាយប្រាប់ទេតែបើសិនជាគាត់អាចចេះគ្រប់គ្រងខ្លួនឯងបានឬអារម្មណ៍ខ្លួនឯងបានគាត់មានភាពខ្លាំងដែរពេលយើងនិយាយទៅគាត់អត់ឆ្លងអារម្មណ៍ឈឺចាប់អីនឹងខ្លាំងប្រហែលគាត់ជួយយើងបានបងប្អូនក៏ដោយមិត្តភ័ក្តិជិតស្និទ្ធមិត្តភ័ក្តិល្អអីក៏ដោយគឺមានន័យថាយើងទៅរកបុគ្គលណាដែលគាត់អាចស្ដាប់រឿងយើងហើយគាត់អាចជួយអារម្មណ៍នឹងផ្លូវចិត្តយើងបាននឹងគឺជាការបង្ហាញភាពសោកសង្រេងដែលវិជ្ជមានបើសិនជាយើងជួបអ្នកណាក៏យើងនិយាយប្រាប់ជួបអ្នកណាក៏យើងនិយាយប្រាប់បីតែតាមប្រព័ន្ធបណ្ដាញសង្គមយើងនិយាយរឿងរ៉ាវជីវិតយើងចេញមកអញ្ចឹងមានន័យថាយើងកំពុងតែបង្ហាញភាពសោកសង្រេងដែលអវិជ្ជមានពីព្រោះអីនៅពេលដែលយើងបង្ហាញចេញមកយើងនឹងទទួលមកវិញនៅអារម្មណ៍វិជ្ជមាននិងអវិជ្ជមានដែរមិនមែនមានន័យថានៅពេលដែលយើងបង្ហាញតាមបណ្ដាញសង្គមគាត់អាចស្ដាប់រឿងយើងបាននៅពេលដែលយើងបង្ហាញទៅមានអារម្មណ៍វិជ្ជមាននិងអវិជ្ជមានមកវិញគាត់ជាមនុស្សល្អគាត់ស្រឡាញ់យើងទេតែដល់ពេលនិយាយប្រាប់ទៅគាត់ឆ្លងអារម្មណ៍ឈឺចាប់នឹងពីយើងគាត់ខឹងជំនួសយើងហ្មងឬក៏គាត់អាកាត់ជំនួសយើងឲ្យគាត់ប្រាប់ទៅធ្វើអញ្ចេះអញ្ចឹងនៅពេលដែលយើងជួបហើយអារម្មណ៍នៃការតានតឹងឬអារម្មណ៍ឈឺចាប់អារម្មណ៍ខឹងហ្នឹងគឺយើងទៅជួបហើយវាកាន់តែឆ្លងពីគាត់មកទៀតវាកាន់ធ្វើឲ្យយើងតានតឹងទៀតប៉ុន្តែគាត់ជាមនុស្សល្អទេអាចជាសាច់ញាតិក្រុមគ្រួសារឬក៏មិត្តភ័ក្តិហ្នឹងគឺជាការបង្ហាញភាពសោកសង្រេងដែលអវិជ្ជមានមានន័យថាយើងទៅនិយាយប្រាប់មនុស្សដែលអត់មានជំនាញឬក៏និយាយប្រាប់មនុស្សខុសឬក៏ទៅចែកចាយជាមួយមនុស្សខុសអញ្ចឹងរឿងរ៉ាវនៃអារម្មណ៍សោកសង្រេងនៃការបែកបាក់ស្នេហាមិនមែនគ្រប់គ្នាសុទ្ធតែយើងអាចនិយាយបានទេទោះបីបុគ្គលនឹងស្រឡាញ់យើងចូលចិត្តយើងជាមនុស្សល្អសម្រាប់យើងក៏ដោយពីព្រោះអីពួកគាត់មានដំណើរជីវិតផ្សេងគ្នាមកដែលគាត់ស្ដាប់រឿងហ្នឹងទៅវាអាចឆ្លងធ្វើឲ្យគាត់ឈឺចាប់ដែរឬក៏យើងកំពុងតែរបួសផ្លូវចិត្តទៅនិយាយប្រាប់ចំអ្នកដែលកំពុងតែមានរបួសផ្លូវចិត្តដែរអញ្ចឹងគាត់ជួយយើងអត់បានទេអញ្ចឹងយើងគួរតែទៅរកមនុស្សណាគាត់ជាមនុស្សដែលមិនមានរបួសផ្លូវចិត្តគាត់ដែលជាសះស្បើយពីអារម្មណ៍ផ្លូវចិត្តអញ្ចឹងដល់ពេលដែលគាត់ស្ដាប់យើងគាត់អត់ឆ្លងទេគាត់ស្ដាប់យើងគាត់អាចជួយអារម្មណ៍ផ្លូវចិត្តរបស់យើងបានទី4ហ្នឹងគឺឲ្យយើងប្រយ័ត្នក្នុងការប្រើប្រាស់បណ្ដាញសង្គមពីព្រោះអីជួនកាលអតីតគូស្នេហ៍របស់យើងដែលយើងបែកបាក់ហ្នឹងគាត់នៅក្នុងបណ្ដាញសង្គមនឹងដែរអញ្ចឹងមិនមានន័យថាមិនឲ្យយើងប្រើតែយើងប្រយ័ត្នតែគាត់មានវត្តមាននៅទីនោះយើងមានដំបៅហើយចាស់គាត់និយាយថាដំបៅមិនឈឺយកឈើរុកអញ្ចឹងយើងមានដំបៅហើយយើងមានរបួសហើយនៅពេលដែលយើងខំប្រឹងរុករកធនធានភាពខ្លាំងរបស់ខ្លួនឯងដើម្បីអភិវឌ្ឍខ្លួនស្វែងរកមនុស្សជជែកដោយវិជ្ជមានទៅបង្ហាញភាពសោកសង្រេងដោយវិជ្ជមានធ្វើអារម្មណ៍យើងបានធូរខ្លះឬក៏ស្ថិតនៅក្នុងដំណើរការនៃជាបាលចុះនៅពេលដែលយើងឃើញវត្តមានរបស់គេអាចវត្តមានរបស់គេជាមួយអ្នកដទៃឬអាចឃើញវត្តមានរបស់គេសើចសប្បាយឬក៏យ៉ាងម៉េចអញ្ចឹងវាប្រៀបដូចជាដំបៅដែលយើងកំពុងតែមិនឈឺឬក៏ឈឺហើយយកឈើទៅរកថែមអញ្ចឹងវាមិនចំណេញដែលយើងត្រូវតែដឹងរឿងអំពីគេទេនៅបន្តលេងជាមួយបណ្ដាញសង្គមជាមួយមិត្តភ័ក្តិណាដែលធ្វើយើងរីករាយធ្វើយើងមានក្តីសុខប៉ុន្តែយើងអាចធ្វើមិនដើម្បីកុំឲ្យឃើញទៀតអញ្ចឹងមានន័យថានៅក្នុងន័យនេះអ្នកគ្រូគ្រាន់តែប្រាប់ថាប្រយ័ត្នក្នុងការលេងបណ្ដាញសង្គមប៉ុន្តែបើសិនជាយើងមានសុវត្ថិភាពឬក៏យើងគិតថាមិនអីទេអ្នកគ្រូខ្ញុំខ្លាំងគ្រប់គ្រាន់ខ្ញុំរឹងមាំគ្រប់គ្រាន់ក្នុងការដែលអាចប្រឈមមុខក្នុងការដែលឃើញគេនៅក្នុងបណ្ដាញសង្គមអូខេអត់អីប៉ុន្តែនៅក្នុងនេះអ្នកគ្រូលើកទឹកចិត្តឲ្យចាក់ចេញពីវត្តមានរបស់គេទាំងបណ្ដាញសង្គមគឺល្អតែជាគ្រប់គ្នាគិតថាអូខេក្នុងការដែលឃើញវាអត់ធ្វើឲ្យយើងបុកទ្រូងអារម្មណ៍ញាប់ញ័រឬក៏អារម្មណ៍ឈឺចាប់បាត់បង់ក្តីសុខដេកមិនលក់ធ្វើការមិនកើតបើយើងអត់មានអារម្មណ៍ហ្នឹងទេអូខេយើងអាចឃើញគេបានតែបើសិនជាអារម្មណ៍ហ្នឹងកើតឡើងគួរតែធ្វើមិនដើម្បីកុំឲ្យឃើញគេនៅក្នុងបណ្ដាញសង្គមគ្រូគិតថាវាដូចជាមិនមានអត្ថប្រយោជន៍អីឬក៏វាអត់ចំណេញអីដែលយើងត្រូវទៅដឹងឬក៏ទៅតាមដានរឿងគេនៅក្នុងបណ្ដាញសង្គមទេបើសិនជាយើងសម្រេចចិត្តថាបែកឬក៏យើងបានបែកគ្នាហើយវាអត់មានចំណេញអីយើងនឹងទៅដឹងឮរឿងគេតទៅទៀតទេទី5គឺប្រយ័ត្នក្នុងការទទួលយកអ្នកថ្មីកំឡុងពេលដែលយើងកំពុងតែឈឺចាប់ពីព្រោះអីគ្រូឧទាហរណ៍ថាដំបៅយើងមិនទាន់ជាហើយយើងទៅយកអ្នកថ្មីមកដោយសារគិតថាគេជាថ្នាំជាឱសថដើម្បីជួយឲ្យដំបៅរបស់យើងហ្នឹងជាសះស្បើយគេប្រៀបដូចជាថ្នាំឬក៏ជាឱសថដែលជួយប៉ុន្តែបើសិនជាគេជាថ្នាំគេជាឱសថនោះមិនអីទេចុះបើសិនជាមានរឿងនឹងកើតឡើងដដែលទៀតដំបៅយើងអត់ទាន់ជាសះស្បើយផងយើងត្រូវរបួសម្ដងទៀតចំកន្លែងដដែលហ្នឹងយើងមិនធ្ងន់របួសកន្លែងដដែល
តែបើសិនជាយើងរបួសរឿងស្នេហាស្រាប់តែយើងទៅបន្តការសិក្សាយើងមានវិបត្តិយើងមានបញ្ហារឿងការសិក្សារឿងការងារវាអីហើយមានន័យថាយើងរបួសកន្លែងផ្សេងប៉ុន្តែបើយើងបាត់បង់ស្នេហាឈឺចាប់រឿងស្នេហាយើងទទួលស្នេហាមកថ្មីទៀតហើយស្រាប់តែវាអត់កាត់តវាធ្វើយើងឈឺចាប់ទៀតវារបួសអាកន្លែងដដែលហ្នឹងហើយមនុស្សយើងនៅពេលដែលយើងកំពុងតែមានអារម្មណ៍ឈឺចាប់យើងត្រូវការអ្នកលួងយើងត្រូវការអ្នកស្រឡាញ់ពេលដែលគេចូលមកក្នុងជីវិតយើងក្នុងន័យស្នេហាការគិតរបស់យើងគឺអត់អាចគិតគ្រប់ជ្រុងជ្រោយក្នុងការដែលជ្រើសរើសមនុស្សម្នាក់ដែលល្អតាមអ្វីដែលយើងចង់បានណាយើងកំពុងតែមានរបួសឬមានដង្បៅហ្នឹងយើងកំពុងតែឈឺចាប់ខ្លាំងណាស់ខ្ញុំផ្ដោតថាយើងបាត់បង់ស្នេហាយើងផ្ដោតទៅលើតែស្នេហាទេយើងបាត់បង់មនុស្សដែលស្រឡាញ់យើងផ្ដោតទៅលើតែមនុស្សណាដែលស្រឡាញ់យើងអត់បានផ្ដោតគ្រប់ជ្រុងជ្រោយថាលក្ខណៈសម្បត្តិគេមិនរបៀបរស់នៅឬក៏មិនទេយើងគ្រាន់តែបាត់បង់ក្តីស្រឡាញ់ឲ្យតែអ្នកណាស្រឡាញ់យើងយកហ្មងអញ្ចឹងគឺវាអត់គ្រប់ជ្រុងជ្រោយប៉ុន្តែមានន័យថាបើសិនជាយើងកំពុងតែមានរបួសបើមានអ្នកណាគេដែលល្អចូលមកក្នុងជីវិតយើងឬក៏មានអ្នកដែលយកចិត្តទុកដាក់យើងយកពេលវេលានឹងដើម្បីព្យាបាលរបួសផ្លូវចិត្តរបស់យើងនឹងទៅយើងឆ្លៀតពេលនឹងរីករាយជាមួយពួកគេរីករាយជាមួយនឹងក្តីស្រឡាញ់របស់ពួកគេរីករាយជាមួយនឹងការយកចិត្តទុកដាក់របស់ពួកគេប៉ុន្តែកុំឲ្យលើសពីមិត្តភក្តិយើងឆ្លៀតឱកាសហ្នឹងធ្វើម៉េចឲ្យដួងចិត្តយើងបានព្យាបាលឲ្យអារម្មណ៍ផ្លូវចិត្តយើងព្យាបាលនៅពេលដែលយើងដឹងថាអារម្មណ៍ផ្លូវចិត្តយើងបានជាពីរបួសស្នេហាហើយយើងមានការគិតមួយដែលត្រឹមត្រូវយើងមានគំនិតមួយដែលត្រឹមត្រូវហើយយើងអាចបង្កើតផែនការថ្មីមួយទៀតថាយើងរៀនអំពីស្នេហាមុនហ្នឹងអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យយើងទទួលបានស្នេហ៍ពិតយើងត្រូវធ្វើម៉េចដើម្បីឲ្យស្នេហារបស់យើងក្រោយហ្នឹងជោគជ័យអញ្ចឹងយើងនឹងចាប់ផ្ដើមគិតថានៅពេលដែលយើងជាដួងចិត្តរបស់យើងហើយយើងត្រូវគិតថាតើបរិបទប្រភេទណាដែលយើងសម្រេចចិត្តជ្រើសរើសជាដៃគូស្នេហាណាយើងជ្រើសរើសកម្រិតការសិក្សាការងារលក្ខណៈសម្បត្តិបហាលយើងហើយយើងមានកំណត់អីខ្លះណាអញ្ចឹងនៅពេលដែលយើងរៀបផែនការហ្នឹងហើយបើសិនជាមានបរិបទណាដែលមានត្រូវនឹងលក្ខខណ្ឌរបស់យើងដូចយើងដាក់លក្ខខណ្ឌថា10គេអាចជោគជ័យត្រឹម6ឬក៏7ឬក៏ប៉ុណ្ណាដែលយើងអាចទទួលយកបានយើងទទួលយកចានៅក្នុងពេលដែលយើងមានដួងចិត្តនិងអារម្មណ៍ជាសះស្បើយអំពីស្នេហាហើយនៅពេលដែលយើងជាសះស្បើយនឹងស្នេហាយើងបើកសម្រាប់ស្នេហាថ្មីយើងមានក្តីសុខនិងរីករាយមែនទែនពីព្រោះអីការសិក្សារបស់យើងការអភិវឌ្ឍខ្លួនឯងរបស់យើងគោលដៅជីវិតរបស់យើងគឺវាបានជោគជ័យដោយសារកំឡុងពេលដែលយើងខូចចិត្តឬកំឡុងពេលដែលយើងពិបាកណាយើងបានតែអភិវឌ្ឍខ្លួនណាដល់ពេលនេះយើងបានជោគជ័យទាំងផ្លូវចិត្តខ្លួនឯងបានជាសះស្បើយហើយទាំងបានអភិវឌ្ឍខ្លួនឯងហើយយើងអាចស្គាល់ពិភពលោកច្រើនជាងមុននឹងឆ្លងកាត់បទពិសោធន៍នៃអារម្មណ៍ឈឺចាប់អញ្ចឹងទី6ការធ្វើសមាធិនិងផ្ចង់អារម្មណ៍មកបច្ចុប្បន្នឬក៏ហាត់ប្រាណការធ្វើសមាធិមិនចាំបាច់ថាយើងទៅធ្វើរយៈពេល1ម៉ោងជុំគ្នាឬមានអ្នកដឹកនាំក្នុងការធ្វើបើយើងមានក្រុមមានអីអញ្ចឹងក៏កាន់តែល្អប៉ុន្តែយើងធ្វើប្រចាំថ្ងៃរបស់យើងក៏បានដែរអាចនៅផ្ទះដែលយើងអាចធ្វើទៀងទាត់នៅពេលព្រឹកឬពេលល្ងាចនៅម៉ោងណាមួយទៀងទាត់ឬក៏មុនគេងឬក៏ពេលចាក់ពីគេងយើងអាចធ្វើរយៈពេល5នាទី10នាទីឬក៏20នាទីកន្លះម៉ោងទៅតាមដែលយើងអាចផ្ចង់អារម្មណ៍បានណាអញ្ចឹងដល់ពេលដែលយើងគេហៅថាធ្វើសមាធិហ្នឹងពេលដែលយើងបិទភ្នែកគឺយើងផ្ដោតមកបច្ចុប្បន្នរបស់យើងរបៀបដែលធ្វើគឺមិនបើយើងនៅក្នុងបន្ទប់គេងគឺអត់ឲ្យយើងគិតអំពីរឿងរ៉ាវក្រៅបន្ទប់គេងទេគឺមានន័យថាអារម្មណ៍របស់យើងផ្ដោតមកបច្ចុប្បន្នហ្នឹងគឺយើងកំពុងតែនៅក្នុងបន្ទប់គេងយើងកំពុងតែដកដង្ហើមចេញយើងកំពុងតែដកដង្ហើមចូលយើងកំពុងតែមានក្តីសុខអញ្ចឹងយើងផ្ដោតមកបច្ចុប្បន្នគេឲ្យយើងគិតទៅរឿងក្រៅបន្ទប់ពីព្រោះរឿងដែលនៅក្រៅបន្ទប់គេងមានរឿងជាច្រើនសង្គមវិបត្តិគ្រួសារការងាររឿងជាច្រើនអញ្ចឹងគេឲ្យយើងគិតតែរឿងដែលយើងនៅក្នុងបន្ទប់គេងនៅពេលដែលយើងធ្វើនៅក្នុងបន្ទប់គេងយើងផ្ដោតអារម្មណ៍របស់ខ្លួនឯងមកដង្ហើមរបស់យើងហើយយើងដកដង្ហើមចេញចូលយើងអាចធ្វើបានគ្រប់កន្លែងយើងធ្វើបានអាចនៅកន្លែងការងារឬសួនសាធារណៈអ្នកខ្លះគាត់ធ្វើនៅលើឡានឬលើម៉ូតូប៉ុន្តែយើងគិតអំពីគ្រោះថ្នាក់ដែរបើមិនជាយើងអារម្មណ៍ថាយើងបុកទ្រូងអត់ស្រួលនៅលើម៉ូតូឬក៏នៅលើឡានយើងមិនបាច់បិទភ្នែកទេយើងគ្រាន់តែថាយើងផ្ដោតអារម្មណ៍ទៅលើផ្លូវលើអីធម្មតាប៉ុន្តែយើងអាចដកដង្ហើមចេញនិងដកដង្ហើមចូលយើងកុំខ្វល់អីយើងខ្វល់បើថាយើងជិះឡានឬជិះម៉ូតូយើងខ្វល់តែនៅលើផ្លូវហ្នឹងមួយបានហើយកុំគិតរឿងអីផ្សេងខ្វល់តែនៅលើផ្លូវហើយយើងឆ្លៀតដកដង្ហើមឲ្យវែងចេញដកដង្ហើមចូលឲ្យវែងអញ្ចឹងទៅហើយនៅលើឡានអញ្ចឹងដែរតែបើសិនជានៅកន្លែងធ្វើការយើងឆ្លៀត5នាទីឬ10នាទីយើងអាចបិទភ្នែកបាននៅកន្លែងស្ងាត់តែបើសិនជានៅកន្លែងធ្វើការយើងឬនៅសាលារៀនយើងអីមានមនុស្សច្រើនឬអីចឹងយើងបើកភ្នែកបើកអីធម្មតាកុំឲ្យគេចាប់អារម្មណ៍ឬក៏តាក់ទាញព្រោះតាំងកាលណាគេឃើញទៅគេអាចប្រអាប់ឬគេលោអញ្ចឹងទៅផ្លូវចិត្តយើងវាប៉ះពាល់វាប៉ះពាល់អញ្ចឹងយើងសមាធិដើម្បីឲ្យយើងធូរតែដល់ពេលវាប៉ះពាល់វិញអញ្ចឹងនៅក្នុងមនុស្សជាច្រើនអញ្ចឹងក៏យើងផ្ដោតមកលើខ្លួនឯងហើយយើងដកដង្ហើមចេញចូលអញ្ចឹងទៅហើយវាជួយយើងនៅពេលដែលយើងដកទៅហ្នឹងវាអាចគ្រប់គ្រងការគិតរបស់យើងហើយនឹងអាកប្បកិរិយារបស់យើងវាធ្វើឲ្យអារម្មណ៍របស់យើងធូរស្រាលកាត់បន្ថយ stress កាត់បន្ថយអារម្មណ៍ធ្លាក់ទឹកចិត្តឬក៏ថប់បារម្ភការគិតរបស់យើងគឺគិតល្អហើយមួយទៀតយើងអាចទៅហាត់ប្រាណយើងហាត់ប្រាណតាមរបៀបអីក៏បានការដើរឬក៏ទៅកន្លែងហាត់ប្រាណជិះកង់យើងហាត់ប្រាណតាមរបៀបណាក៏បានដែរទៀងទាត់វាជួយដល់ផ្លូវចិត្តយើងទី7បង្កើតពេលវេលាសម្រាប់ខ្លួនឯងនិងស្វែងរកក្តីសង្ឃឹមនៅក្នុងជីវិតអញ្ចឹងយើងផ្ដល់ក្តីសុខឲ្យខ្លួនឯងទៅធ្វើអ្វីមួយដែលរីករាយទោះមិនចំណេញក៏ដោយតែរីករាយប៉ុន្តែវិជ្ជមានណាកុំតែធ្វើអ្វីដែលអវិជ្ជមានដូចជាការដែលទៅស្រីទៅសាឡនឬក៏ទៅខ្លួនទិញកៅអៅទិញអីចឹងណាហើយប្រុសគាត់អាចជួបជុំមិត្តភ័ក្តិដើរលេងឬក៏ទៅធ្វើអីពេលខ្លះវាមិនចំណេញទេប៉ុន្តែវាជាពេលវេលាមួយ
រីករាយនឹងក្តីសុខសម្រាប់ខ្លួនឯងហើយគ្រប់ពេលវេលាការគិតរបស់យើងគឺត្រូវគិតមកបច្ចុប្បន្ននេះគឺជាបច្ចុប្បន្នដែលយើងពេញចិត្តយើងធ្វើហើយយើងពេញចិត្តហើយបើសិនជាយើងអាចសរសេរជាกระดาษមួយអ្នកខ្លះគេតាក់តែងกระดาษអីហ្នឹងទៅហើយសរសេរអំពីអ្វីដែលយើងកំពុងតែមានភាពខ្លាំងរបស់យើងគោលដៅជីវិតរបស់យើងហើយសរសេរពីចំណុចវិជ្ជមានរបស់យើងហើយគេបិទនៅនឹងជាងដល់ពេលដែលយើងទៅមុននឹងគេងយើងក៏លេចទៅឃើញយើងអានហើយដល់ពេលដែលយើងភ្ញាក់ពីគេងយើងបើកភ្នែកក៏លេចទៅឃើញយើងអានហើយជួនកាលយើងអាចល្ងាចឡើងយើងសរសេរបន្តទៀតថាថ្ងៃហ្នឹងយើងសម្រេចបានអីគេខ្លះដែលវិជ្ជមានអញ្ចឹងមានន័យថាយើងលើកទឹកចិត្តខ្លួនឯងដែលវិជ្ជមាននៅពេលដែលយើងធ្វើអ្វីប្រចាំថ្ងៃរបៀបនៃការជួយផ្លូវចិត្តខ្លួនឯងវិជ្ជមានគឺវាជួយឲ្យយើងមានអារម្មណ៍វិជ្ជមានហើយការព្យាបាលហ្នឹងគឺវាជាដោយស្វ័យប្រវត្តិតែម្ដងដោយអ្នកគ្រូបានបញ្យល់យើងអញ្ចឹងដល់ពេលដែលយើងបែកបាក់ស្នេហាសារធាតុគីមីនៅក្នុងប្រព័ន្ធប្រសាទរបស់យើងហ្នឹងវាចាប់ផ្ដើមប្រែប្រួលមកមានបញ្ហាផ្លូវចិត្តអញ្ចឹងដល់ពេលដែលយើងធ្វើអ្វីតាមដែលរបៀបដែលអ្នកគ្រូឲ្យ6 7 8ចំណុចហ្នឹងទៅគឺក្នុងដំណើរហ្នឹងគឺធ្វើឲ្យសារធាតុគីមីនៅក្នុងប្រព័ន្ធប្រសាទយើងដំណើរការមកល្អធម្មតាវិញគឺដួងចិត្តរបស់យើងគឺបានជាបាលដោយស្វ័យប្រវត្តិតែម្ដងជាពិសេសគឺការសើចសប្បាយដោយអស់ពីចិត្តការសើចសប្បាយដោយចេញពីដួងចិត្តណាធម្មតាអ្នកគ្រូយល់ថានៅពេលដែលយើងបែកបាក់ស្នេហាវាមិនអាចសើចសប្បាយចេញពីដួងចិត្តទេហើយក៏យើងមិនបាច់ព្យាយាមដែរគ្រាន់តែធ្វើតាមអ្វីដែលអ្នកគ្រូប្រាប់ទៅការគិតឬក៏សកម្មភាពហ្នឹងយើងធ្វើដដែលហើយយើងសើចយើងសប្បាយចេញពីដួងចិត្តឬមិនចេញពីដួងចិត្តក៏ដោយប៉ុន្តែនៅពេលណាមួយយើងនឹងសើចចេញពីដួងចិត្តយើងនឹងរីករាយចេញពីដួងចិត្តពីព្រោះអីដល់ពេលដែលយើងសើចសប្បាយជាមួយមនុស្សដែលសើចសប្បាយជាមួយមនុស្សដែលរីករាយអញ្ចឹងវាធ្វើឲ្យអារម្មណ៍ផ្លូវចិត្តយើងបានព្យាបាលដែរការយំក៏អាចជួយព្យាបាលផ្លូវចិត្តយើងខ្លះដែរប៉ុន្តែអ្នកគ្រូជឿថាបទពិសោធន៍ទាំងអស់គ្នាជាក់ស្ដែងធ្លាប់មានវិបត្តិឬក៏មានបញ្ហាអីយើងយំអញ្ចឹងសិតតែមានបទពិសោធន៍អស់ហើយអញ្ចឹងនៅពេលដែលយើងតានតឹងនៅពេលអារម្មណ៍យើងឈឺចាប់ខ្លាំងយើងយំទឹកភ្នែកយើងហូរមករយៈពេល3នាទីឬ5នាទី6នាទីពេលហ្នឹងមានអារម្មណ៍ថាផ្លូវដង្ហើមយើងហ្នឹងដកស្រួលហើយយើងមានអារម្មណ៍ថាដូចធូរហ្មងណាយំហូរហើយយើងធូរហ្មងប៉ុន្តែការយំយើងត្រូវប្រចាំបើសិនជាយើងយំរ៉ាំរ៉ៃរយៈពេលរហូតដល់3 4ម៉ោងអ្នកខ្លះយំរហូតដល់2 3ថ្ងៃអ្នកខ្លះយំរហូតដល់មួយអាទិត្យអ្នកខ្លះដេកយំរ៉ាំរ៉ៃរហូតដល់រយៈពេល3 ខែ 6 ខែយំនៅផ្ទះអ្នកខ្លះចេញទៅក្រៅហើយយំចាប់ទាំងជាមួយនឹងអារម្មណ៍ឈឺចាប់យំជួបមុខអ្នកណាគេសួរនាំអីតិចតួចយំអញ្ចឹងការយំរយៈពេលវែងនេះគឺវាអត់ជួយទេវាមានតែប៉ះពាល់អញ្ចឹងបើសិនជាបែបហ្នឹងព្យាយាមធ្វើដូចអ្វីដែលអ្នកគ្រូបានប្រាប់មិញហ្នឹងរករោភាពខ្លាំងរបស់ខ្លួនឯងបកាយអីនៅសល់អីហើយអភិវឌ្ឍខ្លួនឯងទៅមុខទៀតវាលំបាកវាប្រៀបដូចមនុស្សកំពុងតែឈឺដេកកតេលកំពុងតែឈឺរ៉ាំរ៉ៃហើយពេទ្យប្រាប់ថាឲ្យញ៉ាំថ្នាំទៅហើយព្យាយាមដើរវាលំបាកអញ្ចឹងអ្នកដែលមានវិបត្តិផ្លូវចិត្តដែលយើងកំពុងតែមានវិបត្តិហើយឲ្យយើងទៅរកភាពខ្លាំងរកអ្វីដែលយើងមានឲ្យប្រឹងដើរដើម្បីឲ្យសម្រេចគោលដៅវាលំបាកប៉ុន្តែគឺយើងត្រូវតែធ្វើចំណុចចុងក្រោយទី8ហ្នឹងបើសិនជាយើងឆែកខ្លួនឯងនៅពេលដែលយើងបែកបាក់ឬក៏បាត់បង់ស្នេហាយើងព្យាយាមធ្វើតាមគ្រប់6 7ចំណុចដែលអ្នកគ្រូរៀបរាប់ខាងលើហើយប៉ុន្តែយើងនៅតែមានអារម្មណ៍ថាយើងជួយខ្លួនឯងអត់បានណាចាប់អត់បានអារម្មណ៍រីករាយឬចាប់អត់បានក្តីសុខឬក៏ដូចអ្នកគ្រូបាននិយាយមិញអញ្ចឹងថាអារម្មណ៍យើងចង់យំគ្រប់ពេលហើយមើលទៅទោះបីយើងព្យាយាមប៉ុន្តែព្យាយាមធ្វើតាមអ្វីដែលអ្នកគ្រូបានរៀបរាប់មិញសិនណាចំណុចទី1ដល់ទី7ហ្នឹងយើងធ្វើតាមហ្នឹងសិនប៉ុន្តែយើងនៅតែអត់ទទួលបានអារម្មណ៍ថាវាលំបាកខ្លាំងរយៈពេល2 ទៅ 3 ខែហើយវាលំបាកខ្លាំងធ្វើឲ្យអារម្មណ៍យើងឬក៏ជីវិតយើងនៅតែមានអារម្មណ៍ថាมันមានន័យនៅតែបាត់បង់អត្ថន័យហើយយើងព្យាយាមជួយខ្លួនឯងអត់បានហើយគ្មានអ្នកណាអាចជួយបានយើងអាចទៅស្វែងរកអ្នកចិត្តសាស្ត្រដើម្បីព្យាបាលផ្លូវចិត្តឬក៏យើងមានវិបត្តិស្នេហាភ្លាមយើងទៅរកអ្នកចិត្តសាស្ត្រដើម្បីប្រឹក្សាផ្លូវចិត្តភ្លាមក៏បានដែរពីព្រោះអីមិនមែនមានន័យថាយើងជាអ្នកជំងឺផ្លូវចិត្តយើងត្រូវទៅយកថ្នាំផ្លូវចិត្តមកលេបអីអត់ទេមានថាអ្នកចិត្តសាស្ត្រគាត់អាចស្ដាប់រឿងរ៉ាវយើងគាត់អាចយល់អំពីយើងគាត់អាចរក្សាការសម្ងាត់ឲ្យយើងគាត់មានក្រមសីលធម៌ជាច្រើនដែលអាចជួយយើងឲ្យរួចផុតពីវិបត្តិផ្លូវចិត្តហ្នឹងហើយគាត់មានវិធីសាស្ត្រជាច្រើនគាត់មានជំនាញជាច្រើនដើម្បីគាត់មានតិចនិចជាច្រើនដើម្បីជួយព្យាបាលយើងឲ្យបានជាសះស្បើយអំពីវិបត្តិស្នេហាហ្នឹងលឿនប៉ុន្តែបើសិនជាយើងអត់បានទៅរកទេធ្វើតាមរបៀបដែលអ្នកគ្រូនិយាយមិញទៅតែបើសិនជាធ្វើឲ្យនៅតែអត់នេះទៀតអ្នកគ្រូនៅតែលើកទឹកចិត្តឲ្យយើងទៅទទួលសេវាព្យាបាលផ្លូវចិត្តទៅទទួលទាន់ពេលវេលាព្រោះអីឥឡូវនេះក៏មានសេវាព្យាបាលផ្លូវចិត្តជាច្រើននៅតាមមន្ទីរពេទ្យឬក៏តាមអង្គការឬតាមអីអញ្ចឹងជាការប្រឹក្សាដែលរក្សាការសម្ងាត់ឬព្យាបាលដែលរក្សាការសម្ងាត់ទៅផ្ទាល់ឬក៏តាមអនឡាញឬតាម call អីអញ្ចឹងណាមានច្រើនដែរបើសិនជាទាំងអស់គ្នាគិតថាចង់ត្រូវការសេវាព្យាបាលផ្លូវចិត្តឬក៏អីហ្នឹងអាចតាក់ទងមកសួរនាំបានហើយអ្នកគ្រូនឹងរកឲ្យថាមានសេវាណាដែល free ឬក៏ត្រូវការសេវាដែលត្រូវចំណាយលុយអីចឹងអ្នកគ្រូអាចផ្ដល់ព័ត៌មានឲ្យបានខ្លះអញ្ចឹងបណ្ដាំអ្នកគ្រូពីព្រោះអីអ្នកគ្រូឃើញអ្នកខ្លះគាត់បរាជ័យរឿងស្នេហាហើយគាត់ស្មារតីគាត់លេងឲ្យមានស្នេហាម្ដងទៀតអ្នកខ្លះគាត់មានវិបត្តិរឿងស្នេហាហើយគាត់សម្រេចចិត្តថា
mìnhទទួលយកណាហើយមិនរៀបការតែម្ដងហើយគាត់គាត់នៅម្នាក់ឯងមួយជីវិតប៉ុន្តែបើសិនជាយើងចង់ធ្វើបែបហ្នឹងក៏អត់អីដែរប៉ុន្តែការលើកទឹកចិត្តរបស់អ្នកគ្រូគឺចង់ប្រាប់ទាំងអស់គ្នាថាកុំចោទចាញ់នឹងមានស្នេហាម្ដងទៀតអ្នកគ្រូផ្ដាំតែត្រូវមាននៅពេលដែលយើងរៀនចប់មានចំណេះជំនាញមានការងារធ្វើពីព្រោះអីនៅពេលដែលយើងបាត់បង់ស្នេហានៅពេលដែលយើងបែកបាក់សង្សារនៅពេលដែលយើងបាត់បង់គូជីវិតជាប្តីឬប្រពន្ធយើងមានចំណេះជំនាញមានការងារធ្វើមានលុយបើយើងកំពុងតែខូចចិត្តយើងសម្រាកពីការងារមួយថ្ងៃពីរថ្ងៃឬក៏ពេលខ្លះវាធ្ងន់ធ្ងររហូតដល់យើងសម្រាករាប់ខែប៉ុន្តែនៅពេលដែលយើងមានកម្លាំងហើយជាសះស្បើយមកវិញយើងនៅមានចំណេះវិជ្ជាយើងរកការងារបានល្អៗទៀតមិនហួសពេលចុះបើយើងអត់ចំណេះអត់ជំនាញអត់ការងារនៅពេលដែលយើងចំណាយហូចចិត្តរយៈពេលយូរហើយស្រាប់តែយើងត្រូវការរកការងារធ្វើវិញតើយើងអាចធ្វើការបានអត់